សំណួរដែលតែងតែទទួលបានពីម៉ាម៉ាក់ថ្មីថ្មោងជារៀងរាល់ថ្ងៃនេះគឺគាត់សួរថាតើគ្រឿងទេសអ្វីដែលចាំបាច់ហើយសំខាន់ចំពោះកូនដែលទើបតែចាប់ផ្ដើមញ៉ាំបបរគ្រប់គ្រឿងដំបូងៗអញ្ចឹងម៉ាម៉ាក់អាចមើលវីដេអូនេះបានប្រកាសជាដឹងពីអត្ថប្រយោជន៍របស់គ្រឿងទេសសម្រាប់អូនចាប់ពីអាយុ6 ខែឡើងប្រើដំបូងហើយក៏មានការផ្ដល់ជូនជាពិសេសនៅខាងចុងវីដេអូដែរចំពោះទី1នេះគឺជាម្សៅតេល្អិតដែលសម្បូរទៅដោយវីតាមីន A វីតាមីន D អូមេហ្គា3ជួយភ្នែកនិងខួរក្បាលសម្បូរទៅដោយប្រូតេអ៊ីននិងជាតិដែកជួយសាច់ដុំនិងគ្រាប់ឈាមក្រហមចំណែកឯទី2នេះវិញគឺជាម្សៅប្រូតេអ៊ីនដែលសម្បូរទៅដោយវីតាមីន E ជួយស្បែកសក់កញ្ចក់និងខួរក្បាលដែលផលិតចេញពីគ្រាប់ flaxseed គ្រាប់សណ្តែកច្រើនមុខគ្រាប់ almond ហើយនិងគ្រាប់ walnut ចំណែកឯពីរមុខនេះវិញគឺជាប្រេងល្ងហើយនិងប្រេងអូលីវជាអាហារថាមពលជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារជួយបង្ការជំងឺមហារីកជួយដល់សុខភាពថ្លើមនិងសុខភាពបេះដូងឥឡូវចូលដល់ប្រភេទអង្ករវិញអង្ករសម្រាប់អូនចាប់ពីអាយុ6 ខែឡើងប្រើឆ្លាស់គ្នាជាមួយនឹងអង្ករធម្មតាហ្នឹងគឺមាន4ប្រភេទទី1នេះគឺជាអង្ករធញ្ញជាតិពិសេសដែលក្នុងហ្នឹងមានអង្ករសម្រូបគ្រាប់ល្ពៅគ្រាប់អាល់ម៉ុននិងគ្រាប់សណ្តែកច្រើនមុខដែលសម្បូរទៅដោយវីតាមីនប្រូតេអ៊ីននិងជាតិដែកជួយបង្ការជំងឺមហារីកនិងជំងឺបេះដូងជួយប្រព័ន្ធការពាររាងកាយទី2នេះគឺជាប្រភេទអង្ករជប៉ុនដែលមានរសជាតិឆ្ងាញ់មានក្លិនឈ្ងុយដែលសម្បូរទៅដោយជាតិដែកប្រូតេអ៊ីនវីតាមីន B អងវីតាមីន B ដឺនិង fiberជួយដល់ការលូតលាស់រាងកាយរក្សាថាមពលសម្បូរកាល់ស្យូមជំនួយឆ្អឹងនិងធ្មេញជួយកាត់បន្ថយភាពស្លេកស្លាំងនិងការផលិតគ្រាប់ឈាមក្រហមទី3នេះគឺជាស្រូវសាលីដែលអាចប្រើធ្វើបបរគ្រប់គ្រឿងក៏បានបបរផ្លែឈើក៏បានសម្បូរទៅដោយ fiber និងវីតាមីនជួយសម្រួលដល់អាការៈទល់លាមកជួយជំរុញដំណើរការផលិតកោសិកាភាពស៊ាំជួយកាត់បន្ថយការរលាកនិងមុខរបួសដំបៅចុងក្រោយនេះគឺជាមីឡេតដែលអាចប្រើឆ្លាស់គ្នាជាមួយនឹងអង្ករធម្មតាដូចគ្នាស្តង់ដារសហរដ្ឋអាមេរិកទទួលស្គាល់ជាផលិតផល organic សម្រាប់ក្មេងនិងពីរមុខចុងក្រោយនេះគឺជាប្រភេទសារាយទី1ជាប្រភេទសារាយក្រៀមវ៉ាកាម៉េដែលសម្បូរទៅដោយកាល់ស្យូមអ៊ីយ៉ូតជួយការពារជំងឺក្រិនស្លេកស្លាំងជួយដល់ប្រព័ន្ធរំលាយអាហារសុខភាពបេះដូងនិងប្រឆាំងជំងឺមហារីកអាចប្រើធ្វើបបរគ្រប់គ្រឿងចំនួនបន្លែបៃតងមួយមុខបានចុងក្រោយគេបង្អស់នេះគឺជាស្ដេចសារាយគុនប៊ូប្រើរំងាស់ទឹកស៊ុបថ្លាទុកសម្រាប់ធ្វើបបរគ្រប់គ្រឿងឲ្យអូនការបន្ថែមស្ដេចសារាយពេលដែលរំងាស់ទឹកស៊ុបឲ្យអូនធ្វើឲ្យទឹកស៊ុបមានរសជាតិកាន់តែឆ្ងាញ់និងជួយបន្សាបជាតិពុលជួយសម្រួលចលនាឈាមរត់ជួយសុខភាពបេះដូងនិងការពាររលាកខាងក្នុងអញ្ចឹងកូនដែលចាប់ផ្ដើមញ៉ាំបបរគ្រប់គ្រឿងដំបូងម៉ាម៉ាក់មានតែមួយឈុតនេះគឺគ្រប់គ្រាន់សម្រាប់ធ្វើបបរឲ្យកូនហើយសម្រាប់ការជាវមួយឈុតនេះក្នុងពេលឥឡូវនេះគឺមានការហ្វ្រីដឹកជញ្ជូនហើយនិងមានកាដូថែមជូនផងដែរបើសិនជាម៉ាម៉ាក់ចាប់អារម្មណ៍អាចឆាតចូល Page គ្រឿងទេសកុមារ NSP បានណាអរគុណច្រើន